ជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះអៀបអូធីរីមកពីក្រុម SU8 ថ្ងៃនេះខ្ញុំនឹងធ្វើការបញ្យល់បកស្រាយពីអឺបច្ចេក midterm របស់ក្រុមខ្ញុំដែលក្រុមខ្ញុំមាន6នាក់មានខ្ញុំអៀបអូធីរីអឺសំអារ៉លេខាសាទឆេងហនចាំងមេងថៃហេងចាន់បូនិងប្រាក់ជីនឡុងអូខេ topic របស់ក្រុមខ្ញុំមាន6 topic ទី1គឺ file server topic ទី2 proxy server topic ទី3 web server ទី4 DNS server ទី5 DHCP server និងទី6 VPN server ដែលខ្ញុំនឹងបញ្យល់ពីtopic ទី1គឺ file server មុននឹងចូលទៅដល់ការបញ្យល់បកស្រាយពីរបៀបតម្លើង file server នេះយើងគួរតែយល់ដឹងថា file server ហ្នឹងគឺជាអី file server របស់ Linux គឺជា server ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Linux និងប្រើសម្រាប់បង្ហោះហើយឯកសារលើបណ្ដាញ network ដើម្បីឲ្យអ្នកប្រើប្រាស់ចូលទៅរកនិងកែឯកសារបានវាអនុញ្ញាតឲ្យមានការគ្រប់គ្រងសិទ្ធិនិងការ backup ទិន្នន័យហើយ file server Linux វាដំណើរការដែលពេញនិយមសម្រាប់អាជីវកម្មហើយនៅស្ថាប័នដែលត្រូវការ share file ជាច្រើនទៅជា share file ទៅ device ក៏ដូចជាអ្នកប្រើប្រាស់ជាច្រើនអ្នកអូខេអញ្ចឹងយើងមកមើលពីរបៀបវិធីតម្លើង file server នៅលើ Linux វិញដែលយើងប្រើប្រាស់ package មួយគឺដែលគេហៅថា Samba ហ្នឹងគឺជាsoftware មួយដែលអាចឲ្យយើងចែករំលែក file ចែករំលែក file ទៅកាន់អ្នកប្រើប្រាស់ច្រើនហើយក៏ដូចជា device ដូចជា printer Linux Windows Mac អីគឺយើង share file បានទៅទាំងអស់អូខេអញ្ចឹងដំបូងដើម្បីឲ្យយើងinstall បានគឺយើងត្រូវបើកLinux server យើងមកតមកយើងវាយ command ថា sudo apt install samba ហើយដក y ដើម្បី confirm yes តមកយើងវាយ password វាមកហើយពេលដែលយើង install ហើយវានឹងload ប្រាប់យើងហើយប៉ុន្តែយើងត្រូវការមាន server យើងមាន internet ដែរបន្ទាប់មកយើងត្រូវ enable firewall សម្រាប់ Samba នោះដែលយើងប្រើ command sudo ufw enable ហើយ sudo ufw allow Samba ហើយតមកយើងឆែកមើលថាវាពិតជា allow បានមែនអត់គឺយើងប្រើ command sudo ufw status តមកវានឹង load រូបភាពមួយនេះមកហើយដែលខ្ញុំបានដាក់ហ្នឹងគឺយើងឆែកមើលទៅថា Samba នេះវាអូខេនេះយើងឆែកមើលថា Samba នេះវា allow អត់អីអូខេនេះពេលយើងឆែកមកវានឹង load ថា allow អញ្ចឹងចំណុចបន្តទៀតគឺយើងបើក Samba configuration file ដែលយើងប្រើ command sudo nano ហើយយើងទៅ path របស់វាគឺ etc samba តមកយើងបើក file នេះគឺ samba configuration នេះវានឹង load ផ្ទាំងនេះមកវាគឺជា file របស់ samba ហ្នឹង configuration របស់វាហ្នឹងគឺយើង scroll ចុះក្រោមយើងចុច arrow key យើងហ្នឹងចុចចុះក្រោមអស់មកតមកយើង add line ប៉ុណ្នេះគឺយើងទៅ save ហ្មងយើងដាក់គ្នាបចឹងមក public តមកយើង enter ហើយយើង tab មកយើងទៅ save តាមហ្នឹងមក command no need user and password ហើយ path វាយើងដាក់ samba/public អីចឹងមកអូខេយើងសរសេរតាមហ្នឹងមកបន្ទាប់មកពេលដែលយើងសរសេរតាមហ្នឹងអស់ហើយគឺយើង control x ដើម្បី save វាតមកយើងចុច y ហើយយើងចុច enter ឲ្យវា exit បន្ទាប់មកពេលដែលយើងចុចហើយគឺយើង create file ដើម្បី share ហ្នឹងគឺ public folder ហ្នឹង create folder អូខេអញ្ចឹងយើងប្រើ command នេះ sudo mkd.p samba public ហ្នឹងមកតមកយើងប្រើ command នេះមួយទៀត sudo chmod.o 7 ដងហ្នឹង /samba public មកតមកយើង restart service វាមកមួយមកគឺយើងប្រើ command sudo systemctl restart smbd ហ្នឹងអូខេបន្ទាប់ពីយើង restart មកយើងចូលទៅកាន់ Windows យើងវិញឬក៏ Mac ឬក៏ device ណាដែលយើងចង់ឲ្យវា access បាននោះសម្រាប់ Mac គេប្រើ command k Mac តមកគេប្រើបែបនេះគេសរសេរបែបនេះប៉ុន្តែសម្រាប់ Windows
Windows នេះគេប្រើបែបនេះ Windows O តោះមកយើងអូបើក run នេះមកតោះមកយើងប្រើ command បែបនេះយើងវាយបែបនេះ //ip របស់យើង /public ចឹងមកអូខេចាំខ្ញុំសាកវាយមួយនេះយើងប្រើបែបនេះ enter មកអូខេនេះវា access ចូលបានហើយចឹងពេលហ្នឹងយើងបើមាន file មានអីយើងអាច access យើង copy ផាសអីបានតាមហ្នឹងចឹងណាអូខេចប់ public យើងចូលទៅ private ម្ដងអូខេ create private យើងចុចធ្វើចឹងម្ដងទៀតគឺយើងចូល sudo nano នេះដូច command ដំបូងយើងហ្នឹងយើងបើក file configuration វាមកតបមកពេលយើងចូលដល់យើងចុះ scroll ចុះក្រោមទៀតយើងរline ចុងក្រោយអា com public ដែលយើងបាន add មុនហ្នឹងគឺយើង add បែបនេះម្ដងគឺយើង add private command គឺយើងសរសេរ need វិញលើកមុនយើងសរសេរ no need ដោយសារវា public លើកនេះ need ម្ដងគឺវា private តបមក path លើកនេះគឺឡើង public ទៀតអីគឺយើងប្រើ /private ម្ដង yes no browsable yes browsable yes តបមកយើងសរសេរនេះមួយទៀតមក line ខ្ញុំជួយទៀតមក valid user add samba នេះអូខេពេលដែលយើង add ហើយគឺយើង control x ដូចលើកមុនអញ្ចឹង control x ដើម្បី save វាតមកយើងចុច y yes ដើម្បីនេះវាតមកយើង enter មកវានឹង exit nano ហ្នឹងហើយយើងទៅ create នេះ create folder មុននឹង create folder ហ្នឹងយើង create user ដែរនេះ create user ដើម្បី access ចឹងណាដើម្បី test ថាយើង access បានអត់ដែលយើងប្រើ command នេះគឺ sudo user add អានេះខ្ញុំដាក់ឈ្មោះខ្ញុំពុទ្ធរិទ្ធ01អញ្ចឹងដើម្បីយើង test អញ្ចឹងណាតោះមកយើងដាក់ password sudo smb password អញ្ចឹងដក a សរសេរតាមហ្នឹងមកតោះមកនេះពេលយើងសរសេរអញ្ចឹងហើយយើងកំណត់ user លើ user ពុទ្ធរិទ្ធ01នេះតោះមកពេលឡៃនេះយើងវាយ password ដែលយើងចង់វាយ1 2 3 4អីចឹងមកហើយនេះយើង enter confirm ម្ដងទៀតអូខេពេលដែលយើង add បានសម្រាប់នេះវា load មកហើយ edit user ហ្នឹងតោះមកយើង add group យើងប្រើ command នេះsudo group add samba អញ្ចឹងមកយើងដាក់អញ្ចឹងមកនេះ sudo gpass អញ្ចឹងមកអូខេដើម្បី add user ចូល group samba អញ្ចឹងតោះមកយើង create folder private អញ្ចឹងយើងប្រើដូចលើកមុនអញ្ចឹងគឺ sudo mkdir p/samba ប៉ុន្តែលើកនេះយើងដាក់ private អញ្ចឹងមកហើយ chmod o អូខេយើងប្រើ sudo chmod o 7 ដងអញ្ចឹងមក samba private តោះមកយើង restart service វា sudo systemctl restart smbd អញ្ចឹងមកពេលដែលយើង restart ហើយយើងចូលទៅកាន់ Windows យើងវិញដែលយើងធ្វើដូចលើកមុនអញ្ចឹងគឺយើងបើក run Windows shortcut វា Windows O បើក run មកតោះមកយើងវាយIP យើងប៉ុន្តែលើកនេះយើងឡើងដាក់ /public ហើយគឺយើងចូលទៅ private folder វិញគឺយើងដាក់ /private ដល់ពេលដែលយើងវាយហើយនេះវានឹងលុតផ្ទាំងនេះឲ្យយើង enter account user របស់យើងដែលមាន username ហើយ password អីហ្នឹងដើម្បី access ចូលផ្ទាំងនេះបានឥឡូវយើងសាក test ផ្លែទៅព្រោះខ្ញុំបង្កើតឲ្យអស់ហើយនេះអូខេមកអូអានេះដោយសារខ្ញុំធ្លាប់ connect ហើយអញ្ចឹងវាអត់ load ផ្ទាំង user នេះមកព្រោះខ្ញុំមុនខ្ញុំ test ហើយម្ដងអញ្ចឹងខ្ញុំអត់បាន restart វាអូខេអញ្ចឹងការ install file server របស់ខ្ញុំគឺចប់ត្រឹមប៉ុណ្្នឹងហើយអរគុណលោកគ្រូជំរាបសួរលោកគ្រូខ្ញុំឈ្មោះសាឆេងហមមកក្រុម AU8 ថ្ងៃនេះខ្ញុំបង្ហាញអំពី proxy server what is proxy server proxy server នៅក្នុង Linux គឺជាម៉ាស៊ីន server ឬកម្មវិធីដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Linux ដើម្បីបម្រើជាភ្នាក់ងារចន្លោះ intermediary រវាងឧបករណ៍ client និងម៉ាស៊ីន destination server វាកំណត់ទិសដៅសំណើ request ពី client ទៅកាន់ម៉ាស៊ីនហើយផ្ញើ response ត្រឡប់មកវិញតួនាទីរបស់ proxy server នៅក្នុង Linux security ការវាយប្រហារពី internet និងការរក្សាសុវត្ថិភាពនៃទិន្នន័យ caching ការរក្សាទុកទំព័រដែលបានចូលញឹកញាប់ដើម្បីបង្កើនល្បឿននៃការចូលប្រើ anonymity លាក់ឡេក IP របស់អតិថិជនដើម្បីការរក្សាការលាក់លៀមអត្តសញ្ញាណ filtering
អាចប្រើសម្រាប់ការរារាំងគេហទំព័រមិនសមរម្យឬការគ្រប់គ្រងការចូលប្រើបណ្ដាញ Access Control អាចកំណត់សិទ្ធិឲ្យអតិថិជនក្នុងបណ្ដាញប្រើប្រាស់តាមដែលយើងបានកំណត់ How to install proxy server on Linux. Install SquareID, update the package and install SquareID using apt package, sudo apt update, sudo apt install ហើយនឹង SquareID by start and enable service, sudo system start អាហ្នឹងហើយនេះ sudo នេះទៀត enable នេះហើយ sudo នឹងដែរហ្នឹងហើយតែកន្លែងនេះដាក់ starter ដល់ពេលកន្លែងនេះ configure SquareID នឹង proxy server. The main configuration file for SquareID is located. ហើយទៅយើងហៅទីតាំងដាក់មកនេះហើយដាក់ចឹងមកកន្លែងនេះ sudo nano ហើយវាយ etc ហើយចឹងវាយចឹងហើយកន្លែង add command to the path ហើយចុច control សញ្ញាបូកអក្សរ x ហើយ to cell and pass អក្សរ y ហ្នឹង for yes and enter for exit ដល់កន្លែងនេះយើងចុច enable authentication install Apache tool, sudo apt install Apache tool ទៅហើយ until y ហើយ create user និង password នេះកន្លែងនេះយើងចុចចឹងដក C ហើយ edit អានេះ config ហ្នឹងហើយ sudo nano យើងចុចចឹងមកហើយកន្លែងនេះយើង add this line ហើយចុចដូចមិញហ្នឹង control x យើង cell បើផាអក្សរ y យើងចុច yes ហើយ enter វាសម្រាប់ exit ហើយកន្លែងនេះ restart SquareID sudo system ហ្នឹង restart វាហ្នឹងហើយចុច allow proxy port in firewall ហើយ sudo uaw allow វាចុច 3128/tcp sudo usw reload ហើយយើងចុច test វាទាំងពីរហ្នឹង http និង https ហើយនេះអញ្ចឹងមកយើងអាច follow តាម comment ហ្នឹងហើយយើងតេស្តវានេះhttp យើងចុចចឹងមកនេះតាមហ្នឹងមកហើយចុច password ហ្នឹងមកហើយចុចអាលេខនេះ3128ដកអក្សរ L ហ្នឹងដល់ពេលកន្លែងនេះ testing https ហើយយើងចុច control x ហ្នឹងហើយយើងវាយ3128ដក L ដែរចុចខាងក្រោយនេះដូចគ្នាដែរជំរាបសួរគ្រូចំណេញខ្ញុំបកស្រាយអំពីមិត្តភ័ក្ដិខ្ញុំនិយាយបន្ទាប់ពីមិត្តភ័ក្ដិនិយាយពី proxy server នៅចំណុចនឹង web server file server ឥឡូវខ្ញុំបកស្រាយអំពីអ្វីទៅជា web server តើ web server គឺធ្វើឡើងដើម្បីអ្វី
ចឹងគឺតាមបកស្រាយដើម្បីទៅគឺជា web server គឺជាបង្កើតឡើងដោយ TPP និង PTPS ទៅលើ Linux កម្មវិធីនិងដំណើរការដោយប្រព័ន្ធ Linux ដើម្បីពង្រីក web និងទិន្នន័យតាមរយៈ hypertext និង transfer protocol TPP និង hypertext transfer protocol ensure TPS វាមានសំខាន់ទៅលើ website និង web application web server API server និងសេវាកម្មអ៊ីនធឺណិតផ្សេងweb server ទៅលើ Linux ប្រើដើម្បីអ្វី web server គឺប្រើទៅលើ Linux ដើម្បីពង្រីកនិងធំទូលាយនៅក្នុងសេវាកម្មផ្សេងដោយមានសុវត្ថិភាពខ្ពស់និងប្រតិភាពល្អបង្រើ website និង web application ទៅតាមគេហទំព័រ HTML PHP Node.js Java និង Python Cloud Hosting and VPS និងប្រើប្រាស់ Apache Getty និង Lispeth ទៅលើAWS និង Google Cloud Digital Organize API web server និង REST API និង GraphQL API និង Web Stockler file server and streaming web DEL និង Nextcloud RTMP និង streaming YouTube Netflix e-commerce និង business app និង WooCommerce និង Mango ERP និង CRM built-in system ហើយបន្ទាប់មកគឺយើងបកស្រាយអំពីដំណើរការរបស់ web server ទៅលើ Linux ដំណើរការទៅលើ Linux គឺមួយគឺ client request តទៅពី client request យើងត្រូវការអ្នកប្រើប្រាស់ហ្នឹងបើក browser ជ្រុលឬក៏អ្វីដែលអាចបើកបានឬក៏ជា mobile app ក៏បានហើយបន្តមក DNS solution domain អញ្ចឹងត្រូវឲ្យវាយយើងវាយ domain ឈ្មោះដែលត្រូវ login ហ្នឹងហើយនឹង DNS server ត្រឡប់ដល់ IP ប្រការ2ជា 128.1.10 ត្រូវបានប្រើប្រាស់ដោយ Google តបមក web server គឺដំណើរការទៅដោយ file server បើសិនជា content នឹងមាន dimension ដែល connect ជាមួយ web server អាចភ្ជាប់ជាមួយនឹង database និង connection ជាមួយនឹង operator web server នឹងតាក់ទងជាមួយនឹង SQL និង poster SQL និង Mongo DB ទាញយកទិន្នន័យ response web server បង្កើតដោយ web server បង្កើត HTML JS application response security organization និង organization web server អាចប្រើប្រាស់ caching load blending commission and client display និង browse និង render និងបង្កើតលទ្ធផលចុងក្រោយសម្រាប់ប្រើប្រាស់តបមកយើងប្រាប់អំពីរបៀប install Linux ដោយសារតាវា install Linux ត្រូវការចំណាយពេលយូរអញ្ចឹងគ្រាន់តែថត screen មួយដើម្បីបញ្យល់ថត screen ហើយនឹងបញ្យល់គ្រូតាម slide វិញដោយសារតែវាព្រោះអាហ្នឹងត្រូវការចំណាយពេលរៀងយូរដែរអញ្ចឹងទៅវាអាចធ្វើឲ្យវីដេអូហ្នឹងវារៀងយូរអញ្ចឹងខ្ញុំកាត់អញ្ចឹងទៅអញ្ចឹងមកចាប់ពីដំណើរការរបស់ web server អញ្ចឹងចាប់ដើមពី install web server on Linux អញ្ចឹងចាប់ដើមពី install Apache web server ចូលមកយើងពាក្យថា sudo apache update តទៅពី update ហើយត្រូវការ sudo apt install apache 2/11 vài តមកយើង start open firmware វាពេលដល់យើង open firmware យើង sudo system ctl start apache 2ហើយ sudo ទៀត sudo ទៀត ctl enable វា ត្រូវបើកឲ្យវាចូលហើយយើងដាក់ apache 2ដូចគ្នាអញ្ចឹងមក configure firmware វា sudo ufw បើកឲ្យ apache ចូលហើយមកយើងត្រូវបើក enable មួយទៀតហើយ check apache ហើយ check មើល apache ហ្នឹងវាចូលអត់ហើយ sudo system
CTL ហើយឆែកមកអញ្ចឹងទៅមកវានឹង install web server នឹងហើយហើយមកយើងគ្រាន់ testing វា testing ជាមួយនឹង website testing គឺគ្រាន់ Apache web server នឹង browse អញ្ចឹងមកដល់ testing data ដូចឲ្យមិញដូច TPPS និង TPP ធម្មតាអញ្ចឹងមកវាយទាំង open និង browse នឹង view មើលដូចតាមរយៈ IP 10.211 និង 55.3 ហ្នឹងទៅហើយនឹង testing ហើយនឹង test server from TPS ហើយនឹង 10.211 និង 55.3 ហើយ slash តើមកវានឹងបើកចូលដល់គេហទំព័រនេះសម្រាប់ឲ្យវាដំណើរការបានហើយអញ្ចឹងសម្រាប់web server គឺមានតែ ជំរាបសួរលោកគ្រូខ្ញុំនឹងធ្វើបទបង្ហាញអំពី DNS server hosting domain query domain តើអ្វីទៅគឺជា DNS server ការបង្កើត DNS server នៅលើ Linux អាចធ្វើបានសម្រាប់ hosting domain និង querying domain អ្នកអាចប្រើបាន ឬក៏ពាក្យពេញអាចថា Berkeley Internet Name Domain ដែលជា DNS server ដែលមានប្រើប្រាស់ច្រើនបំផុតនៅលើ Linux DNS server សម្រាប់ប្រើដើម្បី hosting domain DNS server ត្រូវប្រើប្រាស់សម្រាប់ការផ្ដល់ឯកសារដែលជាមួយនឹងឈ្មោះ domain name ពីព្រោះវាគ្រប់គ្រងសេចក្តីបញ្ជាក់ជាប្រភេទ DNS ត្រូវបញ្ជូនទៅអាសយដ្ឋាន IP សម្រាប់បញ្ជូនទៅម៉ាស៊ីនឬ website ដែលមាននៅពេលអ្នកដែលចូលទៅកាន់ website query domain ប្រើសម្រាប់កំណត់ការស្នើសុំ DNS query ពីម៉ាស៊ីនត្រូវទៅកាន់ប្រព័ន្ធ DNS server ដើម្បីស្វែងរកឯកសារពាក់ព័ន្ធសម្រាប់ចំណុចបន្ទាប់ DNS server នៅលើ Linux អាចធ្វើអ្វីបានខ្លះDNS server នៅលើ Linux អាចប្រើបានដូចជាបន្លែង domain name ទៅ IP បន្លែង domain name ទៅអាសយដ្ឋាន IP ដើម្បីប្រើនៅក្នុងhost domain hosting គ្រប់គ្រងនិងបង្ហោះ DNS record AFX CNAME សម្រាប់ domain name ការស្វែងរក DNS ផ្ដល់សំណើសុំ DNS ទៅ DNS server ផ្សេងតាមការតម្រូវ caching ស្តុកលទ្ធផល DNS សម្រាប់ការស្នើសុំបន្តដើម្បីធ្វើឲ្យមានល្បឿន loading balancing ចែកចាយបន្ទុកទៅម៉ាស៊ីនបម្រើជាច្រើនដើម្បីប្រើប្រាស់សេវាកម្មសុវត្ថិភាពប្រើ DNS SEC ដើម្បីការពារព័ត៌មាន DNS forwarding ផ្ដល់សំណើទៅ DNS server ផ្សេង private DNS ប្រើក្នុងបណ្ដាញផ្ទាល់ខ្លួនសម្រាប់ឈ្មោះដែនក្នុងក្រុមហ៊ុន DNS server នៅលើ Linux មានមុខងារចម្បងដូចជាគ្រប់គ្រង domain name បញ្ជូនការស្នើសុំ DNS កំណត់សុវត្ថិភាពនិងធ្វើជាការគ្រប់គ្រងបង្ដេញក្នុងទំនាក់ទំនងរបស់គ្រប់គ្រង DNS zone និងចែកចាយបន្ទុកសម្រាប់សេវាកម្មផ្សេងៗដើម្បី install DNS server on Linux យើងត្រូវវាយ update the package and install the bind DNS server sudo apt update sudo apt install bind 9.y configure the bind server the main configuration file for bind to locate at etc bind ឬក៏ bind name.config ឬ conf sudo name nano etc bind name config ចុច local ឬ loca ដូចជាកន្លែងនេះជាដើមសម្រាប់ចំណុចបន្ទាប់ create zone file sudo name etc bind db.mydomain.com add the following record ដូចជាក្នុងនេះដែរเราก็วัดមើលបានต่อมาយើង restart and enable bind sudo system ctl restart bind 9 sudo system ctl enable bind 9ដែរតោះមកយើង config វាទៅជា bind forwarding edit the configuration file sudo
nano x បាញ name.configuration.options នេះ option នេះបាទខាងបាញ allow អានេះយើងចូល ping របស់វាប្រហែលតែដូចជា 8.8.8.8.8.8.4.1 អញ្ចឹងតែ restart and enable បាញ so do system ctl restart បាញ 9 so do system ctl enable បាញ 9 ដែរបន្ទាប់មកយើងត្រូវ test DNS resolution តមកទៀតគឺ use dig or ns lookup to test dig mydomain.com ឬក៏ ns lookup mydomain.com នេះ nsdomain.com dig mydomain.com សូមជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះហេងច័ន្ទបងមកពីក្រុម SU8 ថ្ងៃនេះខ្ញុំមកបង្ហាញអំពីកិច្ចការដែលលោកគ្រូបានដាក់ឲ្យធ្វើជាក្រុមហើយនេះគឺជាផ្នែកមួយនៃបច្ចេកដែលលោកគ្រូបានដាក់ឲ្យគឺ DHCP server what is DHCP server DHCP server មានពាក្យពេញថា Dynamic Host Configuring Protocol Server ជាសេវាកម្មដែលមានភារកិច្ចផ្ដល់ IP address ដោយស្វ័យប្រវត្តិដល់ client ដូចជា computer smartphone និងឧបករណ៍ network ផ្សេងៗដែលបានភ្ជាប់នៅលើបណ្ដាញនៅលើ Linux អ្នកអាចប្រើ IRC DHCP server ឬក៏ DNS mask ដើម្បីបង្កើត DHCP server IRC DHCP server ជាកម្មវិធីល្បីសម្រាប់ប្រើនៅក្នុង DHCP server នៅក្នុងបណ្ដាញធំៗហើយ DNS mask អាចប្រើសម្រាប់បណ្ដាញតូចៗដំណើរការនៃ DHCP server discover នៅពេលដែល client ត្រូវការប្រើប្រាស់បណ្ដាញវាបញ្ជូនសំណើ DHCP discover ដើម្បីស្វែងរក DHCP server នៅលើបណ្ដាញ offer DHCP server មានផ្ដល់បន្ថែមព័ត៌មានដែលមាននៅក្នុងសំណើដែលត្រូវបានបញ្ជូនទៅ client វានឹងផ្ដល់ IP ជូន client មួយ request client ទទួលបានសំណើ offer ពី DHCP server ហើយបញ្ជាក់សំណើ request ដើម្បីស្នើសុំទៅកាន់ IP address acknowledgement DHCP server អះអាងការស្នើសុំដោយផ្ដល់ acknowledgement DHCP path ជូន client ដែលកំណត់ IP ដែលវាគ្រប់គ្រងការបង្កើតនិងគ្រប់គ្រងការបែងចែក IP DHCP server នៅលើ Linux អាចចែក IP ដោយស្វ័យប្រវត្តិដល់ client ដែលត្រូវការបង្ហោះនៅលើបណ្ដាញកំណត់ IP range និង less អ្នកប្រើប្រាស់អាចកំណត់ IP range ដែលត្រូវបានបែងចែកនិងកំណត់រយៈពេល less ការប្រើប្រាស់ IP នេះដែលអាចមានការកំណត់ការបញ្ជាក់ DNS និង default gateway DHCP server អាចផ្ដល់ព័ត៌មាន DNS server និង default gateway ដោយស្វ័យប្រវត្តិដើម្បីអនុញ្ញាតឲ្យ client អាចប្រើប្រាស់នៅលើបណ្ដាញបានការកំណត់ IP static DHCP server អាចកំណត់ IP ដែលមាន static សម្រាប់ client ដែលមាន MAC address ពិសេសការគ្រប់គ្រងការចេញចូលបណ្ដាញ network access ការដំឡើង DHCP server អាចកំណត់នៅការចេញចូលរបស់ IP តាមលក្ខណៈដូចជា IP reservation IP បានកំណត់ការប្រើប្រាស់បន្តហើយនេះគឺជា comment ដែលយើងប្រើគឺមុនដំបូងយើងចូលទៅនេះទៅយើងវាយ comment ថា update the package and install DHCP server បន្ទាប់មកយើងវាយ comment ទៀតគឺ sudo
apt update បន្ទាប់មកគឺយើងចុច comment មួយទៀតគឺ sudo apt install IRC DHCP server ហើយយើងដក clear យើងចុច y configuring in DHCP server the main configuring file is locked at នេះទៅគឺយើងបញ្ជាក់ថាគឺ file របស់យើងគឺបាននេះយើងទុកនៅក្នុងណាបន្ទាប់មកយើងវាយពាក្យ sudo again ហើយ nano ហើយនេះគឺជាផ្នែកដែលយើងបានទុកថាតន្ន័យរបស់នេះហ្នឹងនៅកន្លែងណាrồiមកយើងចុច control plus x to cell and press y for yes អញ្ចឹងទៅគឺយើងអាចចុច control ទៅដើម្បី cell ហើយយើងចុចអក្សរ y ដើម្បី yes enter ឬក៏យើងអាចចាក់ចេញពី command នេះបានassign and interface edit the default DHCP setting នេះគឺយើងអាចកែឬក៏នៃ interface របស់ DHCP server យើងបានប្រើ command sudo nano នេះមកវានឹង load បែបនេះដើម្បីឲ្យយើងអាចថាកែឬក៏យើង check មើលអ្វីៗបានរួចមកយើងចុច control បូក x ក្នុង cell ហើយយើងចុច y yes ណាដើម្បីអាចថាយើងចុចទៅណាទៀតឬក៏យើងចេញពី command ហ្នឹងតែម្ដង start and enable the DHCP server គឺយើងចុចពាក្យ sudo system ហើយមកយើងចុច ctl restart IRC DHCP server sudo system នោះដែរគឺយើងដាក់ថា system ctl ហើយមកយើងចុច enable យើងវាយពាក្យ enable ហើយយើងភ្ជាប់នៅពាក្យ IRC ដក DHCP server DHCP ហើយដក server បន្ទាប់មក check to DHCP server started run the following command to ensure that DHCP server is running គឺយើងគ្រាន់តែចុចពាក្យថា sudo system ctl static IRC DHCP ហើយយើងដក server នេះគឺការពន្យល់របស់ខ្ញុំគឺបានចប់សូមអរគុណលោកគ្រូហើយដល់វេនអ្នកបន្តម្ដងជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកបញ្យល់លោកគ្រូពី VPN server what is VPN server VPN server គឺជា visual private network server នៅលើ Linux គឺ machine server ដែលអាចបង្កើតបណ្ដាញឯកជននៃការតភ្ជាប់អ៊ីនធឺណិតដើម្បីឲ្យអ្នកប្រើប្រាស់អាចអន្តរកម្មយ៉ាងសុវត្ថិភាពនិងបញ្ជៀសការដានតាមអ៊ីនធឺណិតវាប្រើការ encryption ដើម្បីការពារទិន្នន័យព្រមទាំងអាចបំបត្តិ IP មួយទៀតគឺ address ដោយផ្ដល់នៅ IP address ថ្មីមួយទៀតគឺដំណើរការរបស់ VPN server នៅលើ Linux client តភ្ជាប់ទៅ VPN server ប្រើ VPN protocol Open VPN WireGuard IPsend និងផ្ដល់លិខិតបញ្ជាក់ authentication VPN server ពិនិត្យសមត្ថភាពបញ្ជាក់ភាពត្រឹមត្រូវរបស់ client ដោយប្រើ username password certificate PSK ហើយនឹងបង្កើត tunnel និង encrypt ទិន្នន័យ VPN server បង្កើត secure tunnel និង encrypt ទិន្នន័យដើម្បីការពារការចាប់យកដល់ IP address client ទទួលបាន private IP address និងអាចប្រើប្រាស់បណ្ដាញ VPN បញ្ចូលទិន្នន័យឆ្លងកាត់ VPN tunnel ទៅកាន់បណ្ដាញ LAN បង្កាញ់ LAN ឬ Internet Session Termination VPN server នឹង
បិទ session បន្ទាប់ពី client ផ្ដាច់ដំណើរភ្ជាប់ VPN server លើ Linux ប្រើសម្រាប់អ្វី VPN server លើ Linux ត្រូវបានប្រើសម្រាប់សុវត្ថិភាពសម្ងាត់ភាពនិងការតជាប់បណ្ដាញពីជាច្រើនតតាំងដោយមានការពារការបង្កើតបណ្ដាញឯកជនសុវត្ថិភាព Secure Remote Access អ្នកប្រើប្រាស់អាចភ្ជាប់ទៅលើបណ្ដាញក្រុមហ៊ុនឬបណ្ដាញផ្ទះពីច្រើនទីតាំងដោយសុវត្ថិភាពប្រើសម្រាប់ Remote Work ឬបុគ្គលិកដែលធ្វើការចេញពីក្រុមហ៊ុនការបំបាំង IP address និងការពារការតាមដាន privacy ហើយមួយទៀតគឺ VPN បំបត្តិ real IP address ដើម្បីការពារការតាមដានពី ISP ឬ hacker អាចប្រើប្រាស់សម្រាប់ bypass geo restriction ដើម្បីចូលប្រើសេវាកម្មដែលត្រូវការទប់ស្កាត់ការបញ្ចូលទិន្នន័យដោយសុវត្ថិភាព encrypt communication VPN ប្រើ encryption ដើម្បីការពារទិន្នន័យពេលបញ្ចូលតាមអ៊ីនធឺណិតការពារព័ត៌មានអាជីវកម្មនិងទិន្នន័យសម្ងាត់ការតភ្ជាប់បណ្ដាញច្រើនទីតាំង set to set VPN ប្រើ VPN ដើម្បីភ្ជាប់បណ្ដាញអាជីវកម្មផ្សេងច្រើនទីតាំងដូចជាពីភ្នំពេញទៅសៀមរាបជាដើមបង្កើតបណ្ដាញសហការរវាងក្រុមហ៊ុនឬសាខាផ្សេងការប្រើប្រាស់អ៊ីនធឺណិតដោយឥតកំណត់ bypass censorship restriction ប្រើ VPN ដើម្បីចូលប្រើគេហទំព័រឬសេវាកម្មដែលត្រូវបានបិទនៅលើប្រទេសណាមួយប្រើសម្រាប់ VoIP server Skype WhatsApp call Telegram call នៅតាមតំបន់ដែលត្រូវបានទប់ស្កាត់ការប្រើប្រាស់ VPN ក្នុង cloud និង data center ការប្រើ VPN ដើម្បីតភ្ជាប់ទៅ cloud server ឬ private cloud infrastructure ការពារការចូលប្រើប្រាស់ server ដោយមិនមានការអនុញ្ញាត How to install VPN server on Linux ជាដំបូង install update cho system package ទៅវាយ sudo apt update ហើយទីគឺ sudo apt update ហើយ underscore ហើយ install open VPN from website ហើយយើងដាក់ wget https ហើយដាក់ get doc io VPN ហើយ underscore o VPN open VPN ហើយយើង install វាមកហើយវានឹង load មានកន្លែងនេះឲ្យយើងមើល website នេះset up វាយើងត្រូវការ open VPN សិនហើយវា certificate ហើយយើងវាយថា sudo chmod ហើយ plus h open VPN install ហើយ .sh sudo pass open VPN install .sh ហើយមួយទៀតគឺ configure open VPN កន្លែងមានរូបភាពឲ្យយើងមើលហើយវានឹង load comment នៅខាងក្រោមហ្នឹងយើងចូលមួយទៀតគឺ move user file location sudo យើងត្រូវវាយពាក្យ sudo cp ហើយ /root/ client 1.ovpn 5គឺ connect client using
open VPN client យើងត្រូវយក file path ក្នុង open VPN ដើម្បីឲ្យ client ជាប់ជាមួយនឹង VPN ស្លាយខ្ញុំមានតែប៉ុណ្្នឹងទេលោកគ្រូសូម